ពុជាពង្រឹងសមត្ថភាពការពារដែនអាកាសតាមរយៈការបញ្ជាទិញយន្តហោះចម្បាំងពហុជំនាញ FTC 2000G ពីប្រទេសចិនកម្ពុជាកំពុងបោះជំហានយ៉ាងសំខាន់ក្នុងការកសាងនិងពង្រឹងសមត្ថភាពការពារអាកាសរបស់ខ្លួនឲ្យកាន់តែរឹងមាំបន្ថែមទៀតយោងតាមប្រភពពី Global Defense News បានឲ្យដឹងថាព្រះរាជាណាចក្រកម្ពុជាបានសម្រេចបញ្ជាទិញយន្តហោះចម្បាំងពហុជំនាញប្រភេទ FTC 2000G ពីប្រទេសចិនដែលជាប្រភេទយន្តហោះមានសមត្ថភាពខ្ពស់និងអាចប្រើប្រាស់បានច្រើនរូបភាពនៅក្នុងវិស័យការពារជាតិយន្តហោះចម្បាំង FTC 2000G នេះមានលក្ខណៈបច្ចេកទេសនិងចំណុចពិសេសជាច្រើនដែលនឹងក្លាយជាខែលការពារអាកាសដ៏រឹងមាំសម្រាប់កម្ពុជារួមមានល្បឿននិងរយៈកម្ពស់វាមានល្បឿនលឿនរហូតដល់1470គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចហោះហើរបានក្នុងកម្ពស់ខ្ពស់រហូតដល់16000ម៉ែត្រចម្ងាយហោះហើរនិងការផ្ទុកយន្តហោះនេះអាចហោះហើរបានក្នុងចម្ងាយប្រកបដោយសុវត្ថិភាពដល់ទៅ2440គីឡូម៉ែត្រនិងមានសមត្ថភាពផ្ទុកទម្ងន់អាវុធបានរហូតដល់3តោនប្រព័ន្ធរ៉ាដាយន្តហោះនេះអាចបំពាក់ដោយប្រព័ន្ធភ្នែកទិព្វឬរ៉ាដាដែលអាចចាប់សញ្ញាយន្តហោះសត្រូវបានក្នុងចម្ងាយដល់ទៅ100គីឡូម៉ែត្រសពាវុធក្រៅពីកាំភ្លើងខ្នាតយក្ស23មីលីម៉ែត្រយន្តហោះនេះក៏អាចបំពាក់នៅបំពង់បាញ់គ្រាប់រ៉ុកែតមីស៊ីលឆ្លងអាកាសនិងគ្រាប់មីស៊ីលតម្រង់ទិសចម្ងាយឆ្ងាយសម្រាប់កំទេចគោលដៅលើដីនិងលើផ្ទៃទឹករួមទាំងនាវាចម្បាំងផងដែរការបំពាក់យន្តហោះចម្បាំងដ៏ទំនើបនេះមិនមែនគ្រាន់តែជាការបង្កើននូវសពាវុធនោះទេប៉ុន្តែវាគឺជាសក្ខីភាពដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើសន្តិសុខជាតិនិងការការពារបូរណភាពទឹកដីក្នុងនាមជាប្រជាជាតិមួយដែលស្រឡាញ់សន្តិភាពការពង្រឹងសមត្ថភាពការពារខ្លួនឲ្យបានរឹងមាំគឺជាការផ្ដល់នូវទំនុកចិត្តនិងមោទនភាពសម្រាប់ប្រជាជនខ្មែរទាំងមូលយន្តហោះ FTC 2000G នឹងដើរតួជាអ្នកយាមដ៏ស្មោះត្រង់ដើម្បីការពារសន្តិសុខនិងសុវត្ថិភាពនៃមាតុភូមិកម្ពុជាឲ្យបានគង់វង្សជានិរន្តរ៍